95ពោតអើយនាងពោតរឹកនាងរៀងស្លូតម៉ូតនាងនិមលសន្លឹករេរំប្រគុំតាមខ្យល់ទាស់តែមានកលដាក់ស្នូលថែមស្នៀត96ចង់បានសរសើរកុំនិន្ទាគេមិនចង់បានជេរកុំជេរគេមុនចង់បានក្តីសុខសម្រុកសាងបុណ្យបាបជាដើមទុននៃទោសគ្រោះថ្នាក់97ណែនាងក្រូចឆ្មានៅក្នុងបន្លាកុំថារួចខ្លួនជូរឆ្នះពីម៉ែហូហែដល់កូនទោះខំកែខ្លួនបានត្រឹមងាំងើចំណែកនាងស្វាយខ្ចីជូរពីម្ដាយរហូតដល់ឪតែគេចេះកែប្រែតាមរដូវដល់ចាស់ទុំទៅផ្អែមគួរកប់ហោងបែកនាងននងគ្រាខ្ចីដំបងតែងមានអ្នកផងរក្សាថ្នមថ្នាក់មិនឲ្យមានឆ្គងដល់ចាស់ស្វិតតងបានត្រឹមដុសឆ្នាំង98បើចង់មានកុំសាងប្លង់ក្របើចង់ល្អកុំសាងប្លង់អាក្រក់បើចង់ត្រជាក់កុំសាងភ្លើងភ្នក់មិនចង់លុយភក់ទៅកើតឋានសួគ៌99បើមានឲ្យគេអបើក្រឲ្យគេចូលចិត្តបើឆោតឲ្យគេអាណិតបើល្អិតកុំដូចអាចទីទុយ100គុណទេណាបើស្ងៀមឲ្យគេរីករាយបើនិយាយឲ្យគេចូលចិត្តបើរៀនដើម្បីសុចរិតបើប្រព្រឹត្តឲ្យចំលើសាច់បុណ្យ101ណែវើយអាគោកុំធ្វើក្រក់អាងទឹកត្រឡោកបង្គងរៀងខ្ពស់រស់អាងស្រូវដោកទំពាំងចុះថោកប្រយ័ត្នចូលឆ្នាំងណែនាងចង្រិតសូមអង្វរចិត្តខំប្រឹងទប់ប្រាំងសំលេងតិចកុំធ្វើមាត់ខ្លាំងរដូវឡើងប្រាំងប្រយ័ត្នខ្លាញ់ជ្រូក102ណែវើយកង្កែបមាត់រៀងច្រវ៉ែបបែបរៀងសង្ហាភ្លៀងធ្លាក់ដំបងចង្កោងលោឡាប្រយ័ត្នកង្វាខ្វាចេញពីរុនណែនាងអំពិលបើនាងឯងខ្ជិលមិនសូវទុកធ្ងន់តែលឯងចេញត្រួយតិចព្រួយអាសន្នទទួលទោសតន់ជាមួយកង្កែប103ស្ត្រីអត់ធัวដូចសម្លអត់ប្រៃបរោះអត់វិន័យដូចក្របីដាច់កន្លោះ104បរោះអត់ធัวដូចបបរដីខ្សាច់ស្ត្រីសិលដាច់ដូចបិចអត់បណ្ដូល105ប្រាជ្ញអត់ខន្តីដូចដំរីអត់ភ្លុកកិលេសដឹកមុខដូចអ្នកគុកជាប់ខ្នោះ106តាបោះមិនសង្រួមដូចខ្ទួមអត់ដំបូលដូនជីឆ្លៀកហូលដូចក្រោលអត់គោព្យាបាលអត់ថ្នាំដូចដំណាំអត់ជីមិនសង្រួមឥន្ទ្រីដូចលីធុងភ្លើង108អ្នកសុំតែងទាស់ចិត្តអ្នកឲ្យការសុំនឹងហើយនាំបែកមិត្តអ្នកសុំងាយអ្នកណាចង់ដើរចិត្តជាតិបណ្ឌិតត្រូវរិះគិតហើយទៅសុំអ្នកឲ្យមិនដេចឡើយគេចង់អស់មាសប្រាក់ទ្រព្យរបស់គេខំផ្ដុំអ្នកឲ្យតែងទាស់ចិត្តអ្នកសុំវាតែវងបរមអង្គសាមា109អ្នកខ្លៅធ្វើប្រាជ្ញដូចអ្នកខ្លាចធ្វើហ៊ានអ្នកក្រធ្វើមានដូចចង្ក្រានអត់អស់110គាត់ទេណាបើចង់ភ្លើងឆេះយកផ្លិតបក់មិនត្រូវដំអកនាំភ្លេចដៃបើឆ្អិនឬពុះត្រូវសំចៃលោកលេយកទឹកមកលួចភ្លាមដើម្បីរៀនរស់ឲ្យបានយូរមិនត្រូវបន្ធូរក្តីជាយាមតែភ្លើភ្លេចភ្លឹកក្រែងរហាមតិចក្រវាតាមច្បាមក្បាលជាប់ត្រូវរៀនក្រមុនសុំមានក្រោយសន្សំញយទៅបានគ្រប់តិចបោកនឹងច្រើនកើនប្រសពចង់ជាប់ក្រែងរួចពីគ្រោះក្របាត់ពិចារណាកំណាព្យនិងពាក្យស្លោកទាំងឡាយផ្សេងដោយច្រើនគឺថាបានលោកបងឧបាសកឆង្កានជាអ្នករៀបរៀងចងក្រងកាលដែលគាត់នៅមានជីវិតរស់នៅទៅណា
គាត់ងងឹតភ្នែកទាំងពីរតែគាត់រៀបរៀងបានទុកជាធម្មទានឥឡូវនេះគាត់ស្លាប់ហើយសូមឧទ្ទិសនៅបុណ្យកុសលនេះជូនលោកបងសូមត្រេកអរអនុមោទនាចំពោះបុណ្យកុសលធម្មទានទេណាហើយចំពោះគុណចាស់ញាតិញោមពុទ្ធបរិស័ទក៏បីស្ដាប់ព្រះធម៌សិក្សាព្រះធម៌ជាសង្ខារខណ្ឌតាក់តែងឲ្យមានសតិរលឹកបញ្ញាពិចារណាឃើញទោសនៃវដ្តសង្សារតើមានទោសអ្វីដទៃក្រៅអំពីទោសរបស់វត្តទៀតក្នុងជីវិតជាប្រដីប្រចាំថ្ងៃការអប់រំបញ្ញារមែងឃើញទោសនៃវត្តទេណាបុគ្គលដែលមានបញ្ញាឃើញទោសនៃវត្តដោយពិតគឺថាការឃើញទោសនៃវត្តមិនមានការអន់ចិត្តចំពោះខ្លួនឯងនេះក៏ជាការល្អហើយក៏មិនមានការខឹងក្រោធចំពោះអ្នកដទៃផងដែរអាចស្ងប់រងាប់បានស្ងប់រងាប់បន្តិចម្ដងរហូតដល់អស់ណាទេណាដោយកម្លាំងនៃបញ្ញាព្រោះឃើញទោសនៃវត្តឃើញច្បាស់ដោយសម្មាទិដ្ឋិតាមពិតវត្តវាត្រូវតែអញ្ចឹងឯងសពគ្រប់ទាំងអស់រឿងដែលធ្លាប់ឲ្យយើងមានសេចក្តីអន់ចិត្តខឹងសម្បាហ្នឹងក៏រមែងយល់ឃើញថាវាជាទោសនៃវត្តតែប៉ុណ្្នឹងឯងការដែលបុគ្គលខឹងក្រោធនឹងអ្នកដទៃក៏ព្រោះតែមានការសម្គាល់ខ្លួនឯងថាជាបុគ្គលយ៉ាងនេះឬថាជាបុគ្គលយ៉ាងនោះចឹងទៅដូចជាសម្គាល់ថាជាម៉ែគេជាឪគេឬថាជាចៅវាយនាយជាម្ចាស់ផ្ទះជាម្ចាស់កន្លែងគ្រូបាអាចារ្យឬក៏សម្គាល់ថាជាបងជាប្អូនជាកូនជាចៅអីចឹងទៅសពគ្រប់អញ្ចឹងទេណាប៉ុន្តែចំណែកការអប់រំចម្រើនបញ្ញានាំឲ្យមើលឃើញថាតាមពិតវាគ្រាន់តែជាបរមត្ថធម៌ទៅតាមជារូបខ្លះជានាមខ្លះចឹងទៅចំណែកដែលថាជាខ្លួនយើងជាស្អីនោះគឺតាមពិតវាអត់មានទេតើបើខ្លួនយើងវាមិនមាននៅក្នុងរូបធម៌នាមធម៌អញ្ចឹងហើយក៏ខ្លួនយើងអត់មាននៅក្នុងโลกនេះតែម្ដងឃើញតែបញ្ញខណ្ឌដោយបញ្ញាឃើញត្រឹមតែបញ្ញខណ្ឌខ្លួនយើងជាស្អីហ្នឹងវាអត់ដល់អញ្ចឹងទៅខ្លួនយើងក៏មិនមានក្នុងโลกនេះខ្លួនយើងមិនមានក្នុងโลกដទៃណានៃទាំងអស់ជាការរំលត់នៅទិដ្ឋិមានអ្នកការប្រកាន់ទិដ្ឋិការតម្លើងមានអ្នកគឺកិលេសទាំងឡាយផ្សេងៗហ្នឹងគឺត្រូវរំលត់ការរំលត់កិលេសហ្នឹងគឺជាព្រះនិព្វានហ្នឹងទេណាជាទីបំផុតនៃសេចក្តីទុក្ខដូច្នេះព្រះនិព្វានគឺពិតជាអត់មានយើងជាម៉ែជាឪឬថាជាបុគ្គលនេះជាបុគ្គលនោះនឹងឯងគឺថាជាការរំលត់ទុក្ខសូមគុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយអប់រំបញ្ញាដើម្បីសេចក្តីស្ងប់រងាប់នៃជីវិតណាទេណាហើយនឹងបានរួចផុតចាកទុក្ខព្រះនិព្វានគឺអត់មានយើងពោលគឺការរំលត់នៅកិលេសនឹងឯងព្រោះយើងនឹងវាជាទិដ្ឋិមានអ្នកនឹងហើយណាទេណាកាលណាបើមិនមានយើងគឺនៅសល់តែបញ្ញខណ្ឌកាលណាបើបញ្ញខណ្ឌនឹង